ក្នុងសន្ទរកថាចុងក្រោយមុនផុតអាណត្តិនៅចុងឆ្នាំនេះលោកកូតេរ៉េសសង្កត់ធ្ងន់ថានិន្នាការអត្តាធិបតេយ្យនិងការប្រើប្រាស់ព័ត៌មានមិនពិតកំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យខ្សោយហើយក្រុមមនុស្សងាយរងគ្រោះជនភៀសខ្លួននិងជនជាតិភាគតិចកាន់តែត្រូវបានគេរុញច្រានទៅរកភាពឯកានិងការរើសអើងជាចុងក្រោយលោកកូតេរ៉េសបានអំពាវនាវឲ្យពិភពលោកបញ្ឈប់ការបណ្ដោយឲ្យអ្នកមានអំណាចសរសេរច្បាប់ថ្មីតាមអំពើចិត្តដែលជន់ឈ្លីលើសិទ្ធិសេរីភាពរបស់មនុស្សជាតិខ្ញុំគណៈអាត្មាសូមនមស្ការនិងចម្រើនពរចំពោះគុណចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាដែលជាជនរួមជាតិកម្ពុជាជាទីគោរពជាទីស្រឡាញ់រាប់អានទាំងក្នុងនិងក្រៅប្រទេសផងដែរជាពិសេសគឺគុណចាស់បងប្អូនដែលនិយមចូលចិត្តតាមដានខាងផ្នែកព័ត៌មានមិនថាព័ត៌មានជាតិឬក៏អន្តរជាតិនោះទេគឺឃើញថាគុណចាស់បងប្អូននិយមចូលចិត្តតាមដានច្រើនមែនទែនអញ្ចឹងនៅក្នុងវីដេអូនេះយើងវិលមកជួបគ្នាសារជាថ្មីតាក់ទងទៅនឹងព័ត៌មានថ្មីមួយទៀតហើយគុណចាស់បងប្អូនតាក់ទងទៅនឹងខាង UN ដោយដែលខ្ញុំគណៈអាត្មា highlight នៅលើ slide ធំៗអញ្ចឹងថាអគ្គលេខាធិការ UNប្រមានពីការរំលោភសិទ្ធិមនុស្សនិងការប្រើប្រាស់កម្លាំងបាយតើកម្លាំងបាយនិងកម្លាំងម៉េចប្រមានទៅលើការរំលោភបំពានសិទ្ធិមនុស្សនឹងគាត់ប្រមានយ៉ាងម៉េចខ្លះអញ្ចឹងយើងនឹងចូលទៅដឹងអំពីអត្ថន័យជាមួយគ្នាបន្តិចទៀតនេះអញ្ចឹងមុននឹងចូលទៅដឹងអំពីអត្ថន័យគុណចាស់បងប្អូនដែលមិនទាន់បានចុច Subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាសូមកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗក៏ដូចជាព័ត៌មានថ្មីៗជាបន្តបន្ទាប់ទៀតតោះឥឡូវយើងកុំឲ្យខាត់ពេលយូរយើងទៅមើលអំពីការចុះផ្សាយអត្ថន័យជាក់ស្ដែងតែម្ដងចឹងគឺចុះផ្សាយដោយកាសែតថ្មីកាលពីថ្ងៃអង្គារទី24ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 7:29 នាទីពេលល្ងាចគុណចាស់បងប្អូនចឹងគឺចុះផ្សាយកាលពីម្សិលមិញហើយខ្ញុំគណៈអាត្មាឃើញថាល្អក៏យកមកចែករំលែកប្រគិនជូននៅថ្ងៃនេះហើយប្រហែលជាគុណចាស់បងប្អូនប្រហែលជាបានដឹងខ្លះហើយតោះឥឡូវយើងកុំឲ្យខាត់ពេលយូរយើងទៅមើលទាំងអស់អង្គទាំងអស់គ្នាចឹងអគ្គលេខាធិការ UN ប្រមានពីការរំលោភសិទ្ធិមនុស្សនិងការប្រើកម្លាំងបាយលើច្បាប់អន្តរជាតិអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានប្រមានពីការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សនៅជុំវិញពិភពលោកដោយលើកឡើងថាសិទ្ធិមនុស្សពិភពលោកកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរខណៈច្បាប់កម្លាំងបាយកំពុងចូលមកជំនួសនីតិរដ្ឋដែលបណ្ដាលឲ្យអ្នកមានអំណាចបំពានច្បាប់អន្តរជាតិនិងប្រើប្រាស់បច្ចេកវិទ្យាដើម្បីគៀបសង្កត់សេរីភាពមនុស្សជាតិថ្លែងនៅក្នុងកិច្ចប្រជុំប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងសេណាហ្វថាប្រមុខអង្គការសហប្រជាជាតិដែលហៅកាត់ថា UN លោក Antonio Guterres ប្រកាសថាពិភពលោកកំពុងស្ថិតនៅក្នុងសភាពប្រកាសអាសន្នដោយសារច្បាប់នៃការប្រើកម្លាំងបាយកំពុងចូលមកជំនួសនីតិរដ្ឋដែលបណ្ដាលឲ្យសិទ្ធិមនុស្សរងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសដែលមានអំណាចសិទ្ធិមនុស្សកំពុងរងការវាយប្រហារយ៉ាងពេញទំហឹងនៅទូទាំងសកលលោកហើយនីតិរដ្ឋកំពុងត្រូវបានបង្ក្រាបដោយច្បាប់កម្លាំងបាយនេះគឺជាការលើកឡើងរបស់លោក Antonio Guterres ដែលបានថ្លែងទៅកាន់អង្គពិធីបើកសម័យប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងសេណាវលោកបានបញ្ជាក់ថាការរំលោភបំពានទាំងនេះកើតឡើងយ៉ាងចំហរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលហៅកាត់ថា AI ដើម្បីគៀបសង្កត់សិទ្ធិសេរីភាពនិងការមើលរំលងច្បាប់អន្តរជាតិក្នុងចំនួននានាដូចជានៅអ៊ុយក្រែនដែលបានសម្លាប់ជនស៊ីវិលជាង 15,000 នាក់និងស្ថានភាពនៅដែនដីប៉ាឡេស្ទីនដែលកំពុងរងការគំរាមកំហែងដល់ដំណោះស្រាយរដ្ឋ2ទន្ទឹមនឹងនេះស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk ក៏បានបង្ហាញពីក្តីបារម្ភចំពោះការវិលត្រឡប់នៃមហិច្ឆតាត្រួតត្រានិងការដណ្ដើមអំណាចគ្នាដែលមិនធ្លាប់មានក្នុងរយៈពេល80ឆ្នាំចុងក្រោយនេះខណៈប្រទេសម្ចាស់ជំនួយធំដូចជាអាមេរិកបានកាត់បន្ថយកញ្ចប់ថវិកាជំនួយក្រៅប្រទេសយ៉ាងគំហុកក្រោមអាណត្តិលោក Donald Trump ក្នុងសន្ទរកថាចុងក្រោយមុនផុតអាណត្តិនៅចុងឆ្នាំនេះលោក Guterres សង្កត់ធ្ងន់ថានិន្នាការអត្តាធិបតេយ្យនិងការប្រើប្រាស់ព័ត៌មានមិនពិតកំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យខ្សោយហើយក្រុមមនុស្សងាយរងគ្រោះ
ជនភៀសខ្លួននិងជនជាតិភៀសតិចកាន់តែត្រូវបានគេរុញច្រានទៅរកភាពឯកានិងការរើសអើងជាចុងក្រោយលោកកូតេរ៉េសបានអំពាវនាវឲ្យពិភពលោកបញ្ឈប់ការបណ្ដោយឲ្យអ្នកមានអំណាចសរសេរច្បាប់ថ្មីតាមអំពើចិត្តដែលជន់ឈ្លីលើសិទ្ធិសេរីភាពរបស់មនុស្សជាតិអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងគុណចាស់បងប្អូនអញ្ចឹងខ្ញុំគណៈអាត្មាសង្ឃឹមថាវានឹងបានជាប្រយោជន៍និងបានជាដំណឹងទៅដល់គុណចាស់បងប្អូនដែលជាអ្នកនិយមចូលចិត្តតាមដានព័ត៌មានដើម្បីយកទៅវិភាគទាក់ទងទៅនឹងពិភពលោកក៏ដូចជាតាមដានព័ត៌មានក៏ដូចជាព្រឹត្តិការណ៍ប្រចាំថ្ងៃទាំងអស់អង្គទាំងអស់គ្នាផងដែរអញ្ចឹងជាចុងក្រោយខ្ញុំគណៈអាត្មាសូមអរគុណនិងអរគុណច្រើនសម្រាប់ការចូលមកតាមដានទស្សនាក៏ដូចជាការគ្រប់គ្រងនៅក្នុងការធ្វើវីដេអូរបស់ខ្ញុំគណៈអាត្មាកន្លងមកហើយប្រសិនបើគុណចាស់បងប្អូនដែលមិនទាន់បានចុច Subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាសូមកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតអញ្ចឹងចុងក្រោយបងអស់ខ្ញុំគណៈអាត្មាសូមនមស្ការលានិងចម្រើនពរលា